Bạn zoom chìm riệp xuống, nâng zoom xóa cúng một căn video kênh đất vị bạn thăm sắc xa bảo dưỡng chỉ bằng to bà. Chẳng video này cứ lực ru nâng lực dọc lâm xa bằng to tiết bà nó không shipper sắc xa cô kênh đất vị thạ tỷ bà mùi bà. Chẳng thế này cứ dương trộn mà đó mê riêng tỷ đọc bà đại chùm nông chương mê riêng tỷ đọc nó cứ vị thi bốt nâng vị thi đọc bọc hiện bà tặng. Chẳng chung hiên đầm 4 bà muốn nâng trôi tự đọc lâm xa nâng ạch chỉ bằng to bà. Chẳng tầm 4 cứ dương tới bà riêng làm phí phía bài rúm nơi pro phía bà chẳng pro phía cứ chia chùm nuốn bà nền pro phía cứ chia chùm nuốn đại miên tùm rong chia bà phía dốt nâng phía bài bà cho nó cái hào thác pro phía bà tập chẳng lâm xa bao dưỡng cái áo dưỡng rô phía bài rúm nơi pro phía bà chẳng nền dương miên pro phía chùm nuốn phí bà tì muối cứ pi phía bấy nâng tì phí cứ môi phía prang bà tập cho nó dương màu rốt thì bài rùm này tập hiện thành pì này thả tá kia rốt của biệt mất hay chùm lại với cứ bạn nè á tặng chân này bà tập hiện tìm môi mà dân pi phía bầy này cho nó tru sẽ là khả pi phía bầy chân tập hiện miền pi bà chân đầm bay ở việc phía bài vía nè đầm bay ở việc miền phía bài rùm thế nia chân cứ dân trâu nè cứ dân trâu dốt phía bài bảo vía cứ côn mình trốn nè chân bên đây tha bà sân chỉ tập hiện tìm môi miền phía bài bầy miền phía bài bấy chẳng bên đây thay vì nào khoát tràm bàn bậcประเภทที่ปีmiền phía bài tràm chẳng bên đây thay vì nào khoát bảy chẳng bên đây thay khoát tờ vinh tờ màu bàn cho bậc khoát tờ vinh tờ máuคืออย่างធ្វើបែបនេះណានេះពីphía bảy ជាប្រភេទទី1របស់យើងបាទពីphía 3បាទចឹងphía bài 3របស់យើងនេះphía bài 3របស់យើងបាទគ្រូសរសេរបង្ហាញណាបាទphía bài 3របស់យើងគឺខ្វះphía bàiខ្វះភាពបាញ់5អញ្ចឹងយើងត្រូវគុណថែមនឹងបាទគុណថែមនឹង5បាទនេះគឺភាពបាញ់3ខ្វះ5អញ្ចឹងត្រូវគុណថែមនឹង5ដែលជាភាពបាញ់របស់ប្រភេទទី2បាទអញ្ចឹងភាគយកគឺយើងសរសេរដដែល2ជាភាគយកអញ្ចឹង2បាទ2ជាភាគយកសរសេរដដែលហើយគុណនេះកាលណាភាគបាញ់គុណនឹងចំនួនប៉ុន្មានបាទអញ្ចឹងភាគយកក៏ត្រូវគុណនឹងចំនួនប៉ុណ្ណឹងដូចគ្នាដែរបាទចឹងបើភាគបែងគុណនឹង5ភាគយកគឺគុណនឹង5ដូចគ្នាដែរបាទអញ្ចឹងគឺយើងគុណអញ្ចឹងគឺដើម្បីពេលដែលយើងសម្រួលទៅ5សម្រួលនឹង5គឺស្មើនឹង1អញ្ចឹងមានន័យថាស្មើតម្លៃដើមនេះដដែលណាបាទអញ្ចឹងកាលណាយើងសម្រួលទៅគឺស្មើនឹងតម្លៃដើម2ភាគ3ដដែលបាទអញ្ចឹងហើយទៅយើងភាគបែងគុណនឹងប៉ុន្មានភាគយកគឺគុណនឹងប៉ុណ្ណឹងដូចគ្នាតោះអញ្ចឹងឥឡូវបើយើងបានប៉ុណ្ណេះហើយចាសរសេរបាន2 5ដងបាទ2 5ដងគឺ10បាទ2 5ដង10 3 5ដង3 5ដង10 15បាទនេះអញ្ចឹងភាគបែងនៃប្រភេទទី1របស់យើងគឺឃើញហើយគឺ10 15បាទឥឡូវយើងទៅមើលភាគបែងនៃប្រភេទទី2តើយើងគុណបន្ថែមបន្ថយហើយស្មើប៉ុន្មាននេះប្រភេទទី2 1ភាគ5អញ្ចឹងយើងយក1ភាគ5ហ្នឹងមកបង្ហាញតោះអញ្ចឹងវាភាគបែង5វាខ្វះភាគបែង3អញ្ចឹងមានន័យថាយកភាគបែង5របស់ខ្លួនឯងហ្នឹងទៅគុណថែមនឹង3បាទនេះគុណថែមនឹង3បែបនេះណារីឯភាគយករបស់យើងកាលណាភាគបែងគុណថែមនឹង3ភាគយករបស់យើងដែលជាតួលេខ1ក៏ត្រូវគុណថែមនឹង3ដូចគ្នាដែរបាទតោះអញ្ចឹងយើងធ្វើការគុណ1 3ដងបាទ1 3ដង3 5 3ដង5 3ដង10 15បាទនេះអញ្ចឹងយើងគុណបានហើយប្រភេទទី2គឺយើងរកឃើញភាគបែង10 15ដូចគ្នាដូចនឹងប្រភេទទី1ដែរបាទអញ្ចឹងគឺលោកគ្រូសរសេរសម្រាយនេះគឺគ្រាន់តែចង់បង្ហាញទេកន្លែងអីបានវាចេញ15ហ្នឹងមកពីណាបាទអញ្ចឹងកន្លែងនេះក៏ដូចគ្នាហើយចេញ15ហ្នឹងមកពីណាតែដល់ពេលដែលយើងយល់ខ្លឹមសារមេរៀនហើយដល់ពេលដែលយើងធ្វើលំហាត់មិនចាំបាច់គុណវែងឆ្ងាយអញ្ចឹងក៏បានដែរដាក់តែចម្លើយយកតែម្ដងណាបាទនេះអញ្ចឹងករណីឧទាហរណ៍នេះនៅពេលដែលយើងរកឃើញហើយយើងអាចដាក់ប្រាប់គេថាដូចនេះបាទចឹងគ្រូសំសេរនៅខាងក្រោមនេះបាទដូចនេះភាគបែងរួមនៃប្រភេទបាទភាគបែងរួមបាទភាគបែងរួមនៃប្រភេទនេះប្រភេទរបស់យើង2ភាគ3និង1ភាគ5បាទ2ភាគ3បាទ2ភាគ3និង1ភាគ5
ភាគ3រួមរបស់យើងគឺយើងរកឃើញហើយគឺ10 15អញ្ចឹងយើងអាចដាក់បានគឺ10 15នេះដោយសារតែយើងកណនីឃើញប្រភេទទី1ក៏ឃើញភាគ3រួមឃើញភាគ3 15ប្រភេទទី2ក៏យើងរកឃើញ10 15អញ្ចឹងមានន័យថាប្រភេទទាំងពីរហ្នឹងនៅពេលដែលយើងយកភាគ3វាគុណនឹងគ្នានេះ3 5ដង10 3 5ដង15នេះជាចម្លើយរបស់យើងណាបាទចានេះក្នុងករណីប្រភេទតែ2អញ្ចឹងដល់ពេលមានប្រភេទ3យើងត្រូវធ្វើម៉េចអញ្ចឹងទោះបីប្រភេទ3 4ក៏ដោយគឺយើងត្រូវធ្វើដូចគ្នាយកភាគ3របស់វាគឺគុណបញ្ចូលគ្នាបាទតោះអញ្ចឹងលោកគ្រូបង្ហាញឧទាហរណ៍មួយទៀតដែលមានប្រភេទចំនួន3បាទអញ្ចឹងបាទលោកគ្រូសូមសរសេរនៅខាងក្រោមនេះណាបាទអញ្ចឹងដោយសារតែកន្លែងនេះសល់កន្លែងតិចចឹងលោកគ្រូសូមអត់សរសេរអក្សរច្រើននេះទេគឺលោកគ្រូសូមដាក់ជាប្រភេទតែម្ដងបាទតោះចឹងលោកគ្រូដាក់ប្រភេទបាទនេះចឹងលោកគ្រូដាក់ជាប្រភេទតែម្ដងហ្នឹងគ្រូសូមអត់សរសេរនេះទេបាទឥឡូវនេះក្នុងករណីប្រភេទមាន3ម្ដងនេះ1ភាគ3ជាប្រភេទទី1 2ភាគ5ជាប្រភេទទី2និង4ភាគ7ជាប្រភេទទី3បាទតោះអញ្ចឹងនេះភាគ3រួមរបស់វាគឺយើងត្រូវធ្វើដូចគ្នាយកភាគ3នៃប្រភេទនីមួយគុណបញ្ចូលគ្នាបាទតោះចឹងបើលោកគ្រូសរសេរបង្ហាញតាមនេះណាលោកគ្រូសូមសរសេរបង្ហាញតាមនឹងតែម្ដងនេះប្រភេទទី1របស់យើងប្រភេទទី1គឺ1បាទ1ភាគ3នេះអញ្ចឹងវាខ្វះភាគបែង5និងខ្វះភាគបែង7បាទអញ្ចឹងគឺយើងត្រូវគុណបន្ថែមបាទគ្រូសូមសរសេរបាទអូសដៃចេះតែម្ដងណាអញ្ចឹង3ត្រូវគុណបន្ថែមនឹង5បាទហើយគុណបន្ថែមនឹង5និង7នេះដែរបាទនេះអញ្ចឹងភាគបែងគុណនឹងប៉ុណ្ណឹងភាគយកក៏ត្រូវគុណនឹងប៉ុណ្ណឹងដូចគ្នាភាគយកយើងគឺតួលេខ1បាទអញ្ចឹងត្រូវគុណបន្ថែមនឹង5គុណបន្ថែមនឹង7ដូចគ្នាបាទអញ្ចឹងយើងគុណបន្ថែមដើម្បីវាមានតម្លៃថេស្មើគឺអត់ភាគបែងមានន័យថាវាអត់ឡើងតម្លៃខុសពីតម្លៃដើមហើយភាគយកក៏អត់ខុសពីតម្លៃដើមដែរពីព្រោះវាគុណនឹងចំនួនដូចគ្នាហ្នឹងនៅពេលដែលយើងសម្រួលទៅគឺស្មើនឹងតម្លៃដើមវិញណាបាទតោះចឹងបន្ទាប់ពីយើងគុណបានចឹងហើយបាទបន្ទាប់ពីយើងគុណបានចឹងហើយនេះអញ្ចឹងយើងត្រូវបំពេញចម្លើយចុងក្រោយនេះតែម្ដងបាទ1 5ដង5នេះ1គុណនឹង5នេះ1 5ដង5 5 7ដង35បាទអញ្ចឹងកន្លែងនេះវាយកបានជាចំនួន35បាទនេះកន្លែងនេះបាទ3 5ដង10 15អញ្ចឹងយើងត្រូវយក15ហ្នឹងគុណនឹង7នេះទៀតបាទអញ្ចឹងបើឥឡូវលោកគ្រូសូមសរសេរបង្ហាញនេះណាបាទអញ្ចឹងបញ្ជាក់ផងដែរនេះ15នេះគឺបានមកពីការគុណ3និង5បាទ3 5ដង15អញ្ចឹងឲ្យគុណថែមនឹង7នេះបន្តទៀតអញ្ចឹងយើងគុណទាំងអស់គ្នា7 5ដង30 35អញ្ចឹងយើងសរសេរ5ត្រាទុក3បាទនេះ7ម្ដង7បូក3 10បាទអញ្ចឹងយើងសរសេរចូលតែម្ដងនេះគឺបាន105អញ្ចឹងលោកគ្រូសរសេរពីបែរខាងក្រោមនេះគឺ105បាទចឹងនេះលោកគ្រូគ្រាន់តែព្រៀងឲ្យយើងឃើញទេបាទចឹងលោកគ្រូសូមលុបចេញវិញបាទអញ្ចឹងប្រភេទទី1បាទប្រភេទទី1គឺយើងរកឃើញភាគបែងរបស់វាគឺ105តាមរយៈការគុណភាគបែងនៃប្រភេទ2ទៀតបញ្ចូលគ្នាណាបាទអញ្ចឹងប្រភេទទី2ប្រភេទទី3ក៏យើងធ្វើអញ្ចឹងដូចគ្នាដែរអញ្ចឹងគ្រូសូមសរសេរនៅខាងនេះបាទនេះ2ភាគ5បាទ2ភាគ5អញ្ចឹងភាគបែង5នេះគឺវានៅខ្វះភាគបែង3និងខ្វះភាគបែង7អញ្ចឹងយើងត្រូវយក5ហ្នឹងគុណនឹង3គុណនឹង7បាទអញ្ចឹង5ខ្លួនឯងនេះគុណថែមនឹង3គុណថែមនឹង7បាទរីឯភាគយកដូចគ្នាដែរអញ្ចឹងតួលេខ2គុណថែមនឹង3គុណថែមនឹង
7 ដូចគ្នាបានតោះចឹងយើងធ្វើការកូនមក3 2 ដង 6 បាទចឹង 6 7 ដង 6 7 ដង40 42បាន6 7 ដង42ណារីឯភាគបែងខាងក្រោម5 គុណនឹង 3 គុណនឹង 7អានេះក៏ដូចតែគ្នាដែរ3 គុណនឹង 5 គុណនឹង 7ចឹងវាដូចតែគ្នាទេអញ្ចឹងកាលណាដូចគ្នាចម្លើយវាគឺស្មើ105ដូចតែគ្នាទេណាបាទស្មើ105ដូចគ្នាទេពីព្រោះយើងយកភាគបែងគុណបញ្ចូលគ្នាតែដដែលគ្រាន់តែយើងត្រឡប់លេខណានៅមុខលេខណានៅកណ្ដាលលេខណានៅក្រោយទៅប៉ុណ្្នឹងឯងបាទអញ្ចឹងនេះលោកគ្រូបង្ហាញបាន2ហើយអញ្ចឹងយើងចូលទៅមួយទៀតបាទអញ្ចឹងមួយទៀតគឺ4ភាគបាទ4ភាគ7បាទអញ្ចឹងលោកគ្រូសង្ឃឹមថាពួកយើងមើលយល់ណាដូចទោះបីជាសរសេរជាអៀតបន្តិចក៏ដោយបាទតោះអញ្ចឹងបន្តទៀតបាទអញ្ចឹង7ខ្លួនឯងជាតួលេខ7អញ្ចឹងវាខ្វះភាគបែង5និងខ្វះ3អញ្ចឹង7ត្រូវគុណថែមនឹង5គុណថែមនឹង3បាទរីឯភាគយកដូចគ្នាភាគបែងគុណនឹងប្រមាណភាគយកត្រូវគុណនឹងប៉ុណ្ណឹងដែរអញ្ចឹងភាគយកជាតួលេខ4ត្រូវគុណថែមនឹង5គុណថែមនឹង3ដូចគ្នាបាទតោះជាងយើងធ្វើការគុណបាទ4 5 ដង 4 5 ដង 20បាទ4 5 ដង 20គុណនឹង3បាទអញ្ចឹងគឺស្មើ60បានជាស្មើ60ណាតោះរីឯភាគបែងដូចគ្នាទៀតដែរហ្នឹងតួលេខដូចតែគ្នាបាទអញ្ចឹងគ្រាន់តែវារៀងត្រឡប់មុខត្រឡប់ក្រោយតិចណាបាទអញ្ចឹងចម្លើយគឺដូចតែគ្នាទេ105បាទអញ្ចឹងចម្លើយវាស្មើ105អញ្ចឹងយើងឃើញហើយតាមរយៈការរាប់ម្ដងមួយនេះអញ្ចឹងមានន័យថាភាគបែងរួមនៃប្រភេទ1ភាគ3 2ភាគ5និង4ភាគ7គឺស្មើ105នេះ105អញ្ចឹងកន្លែងនេះដោយសារតែអស់កន្លែងអីសរសេរហើយចឹងលោកគ្រូអត់អាចដាក់ដូចនេះរៀបរាប់បានទេគឺលោកគ្រូបង្ហាញចម្លើយនៅនេះតែម្ដងណាគឺ100បាទគឺ105តាមរយៈយើងរកអំបញ្ញមិញណាបាទចឹងលោកគ្រូសង្ឃឹមថាទាំងអស់គ្នាតាន់សម្រាប់ឧទាហរណ៍ទាំងពីរនេះបាទអញ្ចឹងឥឡូវនេះគឺយើងចូលមកអនុវត្តលំហាត់វិញម្ដងបាទអញ្ចឹងលំហាត់នេះគឺស្ថិតនៅក្នុងខ្លឹមសារនៃមេរៀននេះដូចគ្នាបាទអញ្ចឹងសម្រាប់លំហាត់នេះនៅក្នុងសៀវភៅពុម្ពរបស់យើងគឺត្រង់ទំព័រទី64បាទសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី6ត្រង់ទំព័រទី64ហើយលំហាត់គឺមានទៅដល់អក្សរថបាទអក្សរថប៉ុន្តែដោយសារតែក្តារខៀនតូចហើយណាមួយលោកគ្រូអត់ចង់ឲ្យវីដេអូនេះគឺវាវែងពេកអញ្ចឹងហើយលោកគ្រូសូមបង្ហាញតែត្រឹមអក្សរចូលនេះណាបាទតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងបន្តទៅអនុវត្តលំហាត់ទាំងអស់គ្នាណាអញ្ចឹងលំហាត់នៅក្នុងសៀវភៅរបស់យើងគេដាក់ថាចូលរកភាគបែងរួមនៃប្រភេទខាងក្រោមបាទគេឲ្យយើងរកភាគបែងរួមនៃប្រភេទខាងក្រោមអញ្ចឹងកន្លែងនេះបាទលោកគ្រូដាក់ជាចម្លើយនេះលំហាត់លេខ1ភាគបែងរួមនៃប្រភេទខាងក្រោមបាទនេះនៃប្រភេទរបស់យើងទាំងអស់ហ្នឹងណាបាទអញ្ចឹងភាគបែងរួមនៃប្រភេទខាងក្រោមតោះឥឡូវយើងបាទគ្រូអត់តន់សេនៅនេះទេយើងសាកមើលទាំងអស់គ្នាសិនបាទនេះលំហាត់កប្រភេទយើងមានតែ2ទេនេះ1ភាគ2និង1ភាគ3បាទជាងគេឲ្យយើងរកភាគបែងរួមយើងមិនបាច់ខ្វល់ភាគយកជាតួលេខប្រមាណអីលេខប្រមាណទេសំខាន់គឺយើងមើលតែភាគបែងបាទតាមរយៈខ្លឹមសារមេរៀនរបស់យើងដើម្បីរកភាគបែងរួមនៃប្រភេទបានគឺយើងត្រូវយកភាគបែងនៃប្រភេទទាំងអស់ហ្នឹងគុណបញ្ចូលគ្នាបាទតោះចាឥឡូវយើងធ្វើការគុណមកប្រភេទទី1គឺមានភាគបែង2ប្រភេទទី2មានភាគបែង3អញ្ចឹងយើងយកលេខ2គុណនឹងលេខ3បាទអញ្ចឹង2 3ដងគឺ5 6បាទអញ្ចឹងកន្លែងនេះគឺបាទអញ្ចឹងកន្លែងនេះគឺ5គឺ6បាទអញ្ចឹងលោកគ្រូអត់សរសេររៀបរាប់កន្លែងនេះទៀតទេដោយសារតែលោកគ្រូដាក់ខាងលើហើយភាគបែងរួមនៃប្រភេទខាងក្រោមបាទកនេះភាគបែងរួមនៃប្រភេទអស់នេះគឺ5 6បានមកពីការគុណភាគបែង2គុណនឹងភាគបែង3អញ្ចឹង2 3ដងគឺ5 6បាទតោះអញ្ចឹងយើងមកមើលខ្ទង់ខវិញម្ដងបាទនេះខ្ទង់ខប្រភេទទី1 2លើ3ប្រភេទទី2 4លើ5អញ្ចឹងភាគបែងរួមរបស់វាគឺយក3គុណនឹង5អញ្ចឹង3 5ដង10 15បាទអញ្ចឹងលោកគ្រូដាក់ខាងចុងនេះបាទអញ្ចឹងគឺ
và đọc pram nè chân chấm nói cứ đọc pram và đọc tung cổประเภท miền pi tiệt hái và thị dốcประมาณ คือ dương ọt trăm bạch mơ với các bạn đây còn phía pro dương rốt tại thị bài rùm nàyประเภท đằng tề và đọc chân pram con nâng pram pi và chân pram pi đó sám pram bàn chân dương đã chấm nói bán và cứ sám pram bên này tháp thị bài rùm này ประเภท đằng pi đó cứ smart sám pram bà tung khô bên đồng tung khô ประเภท ที่ 1 ភាគ បែង 8 ប្រភេទ ទី 2 ភាគ បែង 9 អញ្ចឹងយើងត្រូវយក 8 គុណនឹង 9 បាទតោះអញ្ចឹង 8 9 ដង 72 បាទអញ្ចឹងយើងដាក់ចម្លើយមកគឺបាទគឺ 72 អញ្ចឹងកន្លែងនេះគឺយើងត្រូវចេះមេលេខយើងចេះមេលេខដើម្បីធ្វើការគុណទៅគឺងាយស្រួលហើយត្រឹមត្រូវបាទអញ្ចឹងបន្ទាប់ពីយើងចប់ខ្ទង់ខូហើយឥឡូវយើងចូលមកខ្ទង់ងវិញម្ដង បាទអញ្ចឹងខ្ទង់ងនេះភាគបែងប្រភេទទី 1 គឺ 20 21 រីឯប្រភេទទី 2 គឺ 52 បាទអញ្ចឹងដើម្បីយកភាគបែងរួមរបស់វាបានគឺយើងត្រូវយកភាគបែងប្រភេទទី 1 នេះ21គុណនឹង 52 បាទតោះអញ្ចឹងបើយើងយក 21គុណនឹង 52 ទៅចម្លើយគឺបើ 1090 1092 បាទនេះ ចឹងចម្លើយនៅពេលដែលយើងគុណគ្នាទៅគឺបាន 1092 បាទចឹងនេះលោកគ្រូអត់អាចបង្ហាញជាការកណនាមើលទេដោយសារតែកន្លែងយើងគឺវាចង្អៀតពេញពេកណាបាទចឹងនេះគឺបើសិនជាកូនគុណទៅគឺឃើញប៉ុណ្ណឹងណា 1092 បាទតោះខ្ទង់ចវិញម្ដងខ្ទង់ចភាគបែងនៃប្រភេទទី 1 គឺ 31 ភាគបែងនៃប្រភេទទី 2 គឺ 100 អញ្ចឹងដើម្បីរកភាគបែងរួមអញ្ចឹងគឺយើងត្រូវគុណភាគបែងនឹងបញ្ចូលគ្នាទៀតដែរបាទអញ្ចឹងអានេះចៃដន្យអីវាជាចំនួនដែលមានលេខ0នៅខាងចុងអញ្ចឹងការគុណចំនួនដែលមានលេខ0នៅខាងចុងគឺយើងគ្រាន់តែគុណចំនួនដែលខុសពី0ហើយចាំយើងបន្ថែម0នឹងតាមក្រោយណាបាទតោះបើយើងគុណចំនួនដែលខុសពី0មានន័យថាយក31គុណនឹង1បាទអញ្ចឹង31គុណនឹង1គឺស្មើ31ដដែលរីឯ0មាន2ខ្ទង់អញ្ចឹងគឺយើងបន្ថែម នៅខាងចុងអញ្ចឹងចម្លើយគឺបានប៉ុណ្នេះណាបាទគឺនេះ31គុណនឹង1គឺស្មើ31ដដែលរីឯ0មាន2ខ្ទង់គឺយើងយកបន្ថែមមកដាក់ខាងក្រោយបាទខាងក្រោយនៃផលគុណរបស់យើងបាទអញ្ចឹងចម្លើយគឺ 3100 បាទតោះអញ្ចឹងខ្ទង់ចយើងបានបញ្ចប់ទៀតហើយ ឥឡូវនេះចូលមកដល់ខ្ទង់ឆនិងខ្ទង់ជអញ្ចឹងខ្ទង់ឆនិងខ្ទង់ជត្បិតថាវាជាប្រភេទបាទមានប្រភេទ 3 មែនប៉ុន្តែគឺយើងធ្វើលំនាំដូចគ្នាគឺយើងយកប្រភេទទី 1 ភាគបែងនៃប្រភេទទី 1 គុណនឹងភាគបែងនៃប្រភេទទី 2 ហើយគុណបន្ថែមជាមួយនឹងភាគបែងនៃប្រភេទទី 3 អញ្ចឹងទើបយើងចេញចម្លើយភាគបែងរួមអញ្ចឹងខ្ទង់ជនេះដូចគ្នាกัน យកភាគបែងនៃប្រភេទទី 1 បាទ 12 គុណនឹង 20 ហើយគុណនឹង 32 ទៀត ចឹងយើងនឹងទទួលបានចម្លើយដែលជាភាគបែងរួមនៃប្រភេទទាំង 3 នេះ បាទ អញ្ចឹងសម្រាប់ខ្ទង់ឆនិងខ្ទង់ជនេះ គឺលោកគ្រូទុកជាកិច្ចការផ្ទះចោះសម្រាប់ទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះកុំភ្លេចធ្វើកិច្ចការផ្ទះបាទហើយជួយ comment ចម្លើយនៅខាងក្រោមវីដេអូនេះផងគឺលោកគ្រូនឹងពិនិត្យមើលថាតើអ្នកណាដែលអាចរកបានត្រឹមត្រូវបាន អញ្ចឹងលោកគ្រូសូមបញ្ចប់វីដេអូតែត្រឹមនេះបាទអញ្ចឹងបើសិនជាទាំងអស់គ្នាពេញចិត្តនៅវីដេអូលោកគ្រូកុំភ្លេចជួយចុច like បាទក៏ដូចជាចុច subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗហើយជាការលើកទឹកចិត្តមកកាន់លោកគ្រូផងដែរបាទអញ្ចឹងលោកគ្រូសូមបញ្ចប់តែត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតបាទសូមអរគុណ